ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះចង់ចែករំលែកបន្តិចអំពីទឹកថ្នាំសម្រាប់មេរោគបងប្អូនយើងខ្លះស្គាល់តាក់ទងជាមួយនឹងទឹកបេតាឌីនបងប្អូនខ្លះទៀតក៏ស្គាល់ជាមួយនឹងទឹកគេហៅទឹកអុកស៊ីហ្សែណេឬក៏នៅលើដបហ្នឹងគេឲ្យឈ្មោះថាជាអ៊ីដ្រូសែនពេរ៉ុកស៊ីត3%បងប្អូនទាំងគ្នាសម្រាប់នេះបញ្ហាគឺបងប្អូនខ្លះគាត់អត់ទាន់បានដឹងពីការប្រើប្រាស់នៅទឹកអុកស៊ីហ្សែននេះទេអញ្ចឹងទឹកអុកស៊ីហ្សែននេះគឺជាទឹកសម្រាប់មេរោគជាអង់ទីសេប្ទិកសម្រាប់មេរោគប៉ុន្តែក៏មិនអាចប្រើច្រើនដែរបងប្អូនទាំងគ្នាព្រោះតែកាលណាបងប្អូនទាំងគ្នាប្រើច្រើនពេកវាធ្វើឲ្យមានបញ្ហាទៅលើអុកស៊ីតកម្មនៃស្បែករបស់យើងអាចធ្វើឲ្យស្បែករបស់យើងមានបញ្ហាអញ្ចឹងជាទូទៅការណែនាំមកគេឲ្យប្រើចំពោះតែជា mineral cut មានន័យថារបួសទូចឬក៏របួសតិចតួចប្រើភ្លាមមកថារបួសភ្លាមគឺយើងប្រើនឹងភ្លាមប៉ុន្តែបើសិនជារបួសនឹងយូរហើយក៏គេមិនណែនាំឲ្យប្រើដែរហើយក្នុងមួយថ្ងៃក៏គេមិនឲ្យប្រើលើសពី3ទៅ4ដងដែរអញ្ចឹងណាអញ្ចឹងបងប្អូនប្រយ័ត្នផងណាជាពិសេសគឺការប្រើប្រាស់ចំពោះកូនក្មេងមួយទៀតគឺទឹកបេតាឌីននេះគឺល្អហើយបងប្អូនប្រើហ្នឹងទៅសម្រាប់មេរោគបានល្អហើយមួយទៀតក៏មិនអាចត្រូវប្រើច្រើនពេកដែរណារបួសប៉ុណ្ណាយើងលៃឲ្យសមជាមួយនឹងរបួសរបស់យើងណាហើយជូតសម្អាតណា